từ lừa một phết cầm chày chỉ bị say mà thà business loan housing loan private loan hay lặng lại có 7កំណត់ផ្អែកទៅលើ GDP per capita របស់រដ្ឋមួយនឹងឧទាហរណ៍នៅកម្ពុជា GDP per capita មិន GDP ណាគឺ per capita មានថាសំដៅលើចំនួនប្រជាជនម្នាក់ដែលរកបានជាមធ្យមក្នុងមួយឆ្នាំហ្នឹងកម្ពុជាយើងតាមទិន្នន័យដូចជា$2,100ក្នុងមួយឆ្នាំដែលរកបានណាហើយអត្រាការប្រាក់យើងប្រហែល10 11 12% បាទខ្ពស់ណាយើងប្រើបានរូបមន្ត government bond ហ្នឹងបាទដែលយើងបោះអាហ្នឹងដើម្បីប្រមូលទំនុកចិត្តពីពលរដ្ឋដែលគាត់ invest ជាមួយរដ្ឋាភិបាលគាត់ទិញបានភាគហ៊ុនរបស់រដ្ឋាភិបាលហ្នឹងព្រោះយើងដឹងហើយថារដ្ឋមិនអារម្មណ៍ដូចឯកជនទេបាទរដ្ឋគឺជាអធិបតេយ្យគឺជាប្រទេសមួយបាទគឺអាយុកាលរាប់ពាន់ម៉ឺនលានឆ្នាំបាទគឺអញ្ចឹងអានេះបានគេឆុងមកចឹងថាកាលណាទិញបានភាគហ៊ុនពីរដ្ឋាភិបាលរដ្ឋាភិបាលគឺមិនដែល fail ទេមិនដែលអាលុំទេមិនដែលខ្សែធនទេរដ្ឋគឺមិនខ្សែធនចង់និយាយខ្លីបាទបងបណ្ឌិតដែលបានគិតទេដែលពុកមិនជាទៀតលើកពីគំនិតចាស់តែបានគិតថាបើសិនជារដ្ឋាភិបាលលោកធ្វើបើតែបាន government bond ណាតែលោកប្រមាណមើលតើ expect មើលតើលុយប្រមាណលានដែលរដ្ឋាភិបាលប្រមូលបានពីបងប្អូនគេអាចបញ្ជួយ SME យើងដឹងហើយថាអ្នកមានអ្នកមធ្យមហើយនឹងអ្នកកណ្ដាលហើយអ្នកទាបបំផុតហ្នឹងយើងអាច estimate ដឹងហើយថាប្រមាណ%ខុសគ្នាបាទយ៉ាងហោចណាស់ក៏បើនិយាយពីអ្នកដែលជីវភាពហៅថាក្រៅមធ្យមខ្ញុំគិតថាមិនតូចជាង 70% ទេបាទក្រៅមធ្យមណាបាទហើយមកដល់វិបត្តិសេដ្ឋកិច្ចសង្គមបច្ចុប្បន្នទៀតហ្នឹងខ្ញុំគិតថាអ្នកដែលជីវភាពក្រៅមធ្យមអាចលើសពី 70% បាទខ្ញុំអាចវាយតម្លៃបានប៉ុណ្ណឹងតាមខ្ញុំតាមដានព្យាករណ៍20ឆ្នាំចុងក្រោយជាពិសេសមកដល់ពេលនេះបាទ 70% ដែលជីវភាពក្រៅមធ្យមហ្នឹងអាហ្នឹងពោះណាទាបណាបាទទាបណាគឺអាចលើសនឹងទៀតបាទអញ្ចឹងអាចថាចន្លោះខ្ទង់ 20% ពីអ្នកមានធនធានច្រើនពីមធ្យមទៅខ្ពស់អញ្ចឹងអ្នកនោះជាអ្នកមុខសញ្ញានៃការទិញបានបំណុលពីរាជរដ្ឋាភិបាលដើម្បីហៅថារាជរដ្ឋាភិបាលជាមួយនឹងវិស័យឯកជនហ្នឹងគាត់ផ្លាស់ប្ដូរ interact គ្នាទៅវិញទៅមកដើម្បីប្រើ fund ហ្នឹងលើកថាទិញចុះបើសិនជារដ្ឋាភិបាលតែលក់ចាតែមានជាបុគ្គលនៅក្នុងមន្ត្រីរដ្ឋាភិបាលគាត់ចង់ទិញបានអញ្ចឹងស្រាប់តែពួកខាងក្រៅគេថាអូអ្នកនឹងពុកក៏លួយអ្នកនឹងចេះទិញឬក៏កំណត់ឲ្យតែប្រជាជនខ្ញុំចេះតែសួរទៅព្រោះសម័យឃើញតែពួកហ្នឹងគេចេះតែថាយើងតែយើងចង់គិតបាទសូមអរគុណការងារនេះវាអត់ថ្មីទេដូចខ្ញុំលើកមុនហ្នឹងគឺទូទាំងពិភពលោកគឺគេធ្វើអញ្ចឹងហើយគេមានការគ្រប់គ្រងការសម្ងាត់វិជ្ជាជីវៈសពបែបយ៉ាងហ្នឹងគឺដោយសារនេះមិនមែនរូបមន្តថ្មីទេជាពិសេសអាមេរិកជប៉ុនអូស្ត្រាលីអឺរ៉ុបប្រាំងហ្នឹងគេដើរមុនយើងហ្នឹងជិត100ឆ្នាំហើយបាទវិស័យហ្នឹងដែលយើងកំពុងនិយាយហ្នឹង government bound ហ្នឹងបាទគេធ្វើប្រហែល100ឆ្នាំហើយបាទយើងទៅប្រទេសតក់ទេទំនឹកឃើញមធ្យោបាយបាទយើងចង់និយាយពីចលនាជួយ SME ឯងកន្លងមកយើងនិយាយខ្វះលុយបងស្រីដែលខាងនេះគាត់និយាយអំពីបញ្ហាលុយរបស់យើងធ្ងន់ជាងគេបាទនេះគឺជាចលនាពាក្យថាចលនាមួយម៉ាត់មានថាយើងមានឱកាសហើយយើង 4-5 ឆ្នាំហើយតាមពិតផ្សារហ៊ុនកម្ពុជាមិនមែនទើបតែបើកទេ2008 2009យើងបើកយូរហើយប៉ុន្តែស្កាត់ជ្រាបមានន័យថាមិនចលនាវាអត់មានចលនាអញ្ចឹងឥឡូវវាទាន់មាននេះព្រំដែនរបស់យើងកំពុងអបិទហ្នឹងលុយរបស់យើងហូរចេញទៅបរទេសហ្នឹងហើយយើងត្រូវធ្វើម៉េចយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យលុយរបស់យើងនឹងចាក់បញ្ចូលមកវិញអញ្ចឹងកុំឲ្យវាទៅណាអញ្ចឹងរុញទៅតាមរយៈបោនហ្នឹងទៅមិនខ្ញុំនិយាយពាក្យមូលបត្រហ្នឹងរឿងខ្ញុំសំខាន់ខ្ញុំលើកអំពីមានឱកាសគ្រប់គ្រាន់មានមូលហេតុគ្រប់គ្រាន់ហើយដាក់ទៅតែចលនាអីដើម្បីជួយ SME នៅក្នុងពេលនេះវាជាផ្នែកមួយគឺកាលណាបង្កើតចលនាលុយហ្នឹងច្បាស់ជាហូរមកហើយអញ្ចឹងអ្នកមានរបស់យើងសិទ្ធិរបស់យើងច្រើនណាគ្រប់ផ្នែកហើយខ្ញុំជឿជាក់ថាមិនដែលណាគេសុកទៅទិញឲ្យប្រកាសថាអូខ្ញុំទិញបាល់បំណុលហើយដើរប្រកាសលុយរបស់ខ្លួនឯងមិនអញ្ចឹងវាច្បាស់ទៅជាជាការសម្ងាត់មួយហើយចង់នរណាគេតាមដានអានឹងរឿងគេនិយាយរឿងរបស់គេប៉ុន្តែវាជាឱកាសអត់មានឱកាសណាប្រសើរជាងឱកាសនេះទេដែលយើងត្រូវការធន
ខ្លួនឯងជួយខ្លួនឯងអត់គួរទុកលុយនឹងនៅក្រុមខ្នើយឬក៏រុញលុយនឹងទៅបរទេសបាត់ហើយពេញខ្ញុំសោកស្ដាយខ្ញុំឃើញលឺជួបគ្នាម្ដងគេថាយើងទៅទិញផ្ទះនៅផ្ទះនៅអូស្ត្រាលីតែ4លានកន្លៃទេខ្ញុំថាអូចុះបើសិនជាមកជួយ SME ដូចខ្ញុំដែលរកស៊ីតូចតាចតែមិនដឹងជួយខ្ញុំមិន ហាងនៅស្រុកគេហ្នឹងគេឲ្យgreen card ទៀត បាទនេះហើយបើនាំគ្នាធ្វើអញ្ចឹងតែ SME ជាឆ្អឹងខ្នងជាតិនឹងរស់យ៉ាងម៉េចបើម្នាក់នាំគ្នាអង្គុយមើលហ្នឹងនិយាយឲ្យរំពឹងអីបាទហើយខ្ញុំនិយាយនេះមិនមែនមានន័យថាប្រជាពិធុទេខ្ញុំមិនមែនចង់បានប្រិយមិត្តមកគ្រប់គ្រងខ្ញុំព្រោះខ្ញុំជាអ្នកអត់បានរស់ដោយសារតែអ៊ីនធឺណិតទេប៉ុន្តែខ្ញុំនិយាយក្នុងគោលបំណងថាតើបើសិនជាយើងចង់ដោះស្រាយនៅបញ្ហាអីមួយយើងគួរតែដោះស្រាយចេញពីរបៀបណាហើយខ្ញុំ